នៅពេលមួយមានភិក្ខុសង្ឃ30រូបហ្នឹងលោកនិមន្តទៅគង់នៅនឹងព្រៃលោកប្រព្រឹត្តប្រតិបត្តិធម៌អញ្ចឹងទៅហើយគៀកថ្ងៃចូលវស្សាគាត់ក៏គិតឃើញថាបើអត់មានកន្លែងសមរម្យក៏ភិក្ខុសង្ឃនឹងលំបាកគាត់ក៏កសាងសេនាសនៈតូចៗនៅតាមព្រៃហ្នឹងមិនមែនវត្តទេមិនមែនវត្តធំដូចយើងឥឡូវទេគឺសេនាសនៈល្មមលោកគង់បានក៏បវរណាដើម្បីឲ្យលោកគង់ដើម្បីកុំឲ្យលោករង្គៀសបន្តបន្តិចទៅទៀតពីរឿងចូលវស្សាណាចូលវស្សាហ្នឹងថ្ងៃពេញបរមីខែអាសាឍហ្នឹងតាមទំនៀមទម្លាប់ល្អរបស់ពុព្វបរោះយើងខ្មែរយើងដែលជាពុទ្ធសាសនិកហ្នឹងគាត់ចូលទៅរតនានិមន្តភិក្ខុសង្ឃចាំវស្សាធិតពិតបើសិនជាមិនធ្វើពិធីហ្នឹងក៏លោកត្រូវតែរកកន្លែងសមគួរចាំវស្សាដែរប៉ុន្តែហេតុអ្វីបានជាគាត់ធ្វើអញ្ចឹងពីព្រោះអារាមមួយជួនកាលវាមិនមែនជាអារាមដែលគេវេចំពោះសង្ឃទេសម័យដើមឡើយណាវត្តធំមានតែប្រមាណទេដូចជារឿងមេតកមេតារឿងមេតកមេតានៅពេលមួយមានភិក្ខុសង្ឃ30រូបហ្នឹងលោកនិមន្តទៅគង់នៅនឹងព្រៃលោកប្រព្រឹត្តប្រតិបត្តិធម៌អញ្ចឹងទៅហើយគៀកថ្ងៃចូលវស្សាគាត់ក៏គិតឃើញថាបើអត់មានកន្លែងសមរម្យក៏ភិក្ខុសង្ឃនឹងលំបាកគាត់ក៏កសាងសេនាសនៈតូចៗនៅតាមព្រៃហ្នឹងមិនមែនវត្តទេមិនមែនវត្តធំដូចយើងឥឡូវទេគឺសេនាសនៈល្មមលោកគង់បានក៏បវរណាដើម្បីឲ្យលោកគង់ដើម្បីកុំឲ្យលោករង្គៀសមានរឿងហ្នឹងជាដើមមកបានពុព្វបរោះយើងហ្នឹងឲ្យទៅដល់ថ្ងៃពេញបរមីហ្នឹងលោកទៅវន្ទាគាត់ទៅថ្វាយបង្គំហើយជាពិសេសព្រះសង្ឃជាគ្រូបួសមកលោករៀនសូត្រទៅជាគ្រូជាអ្នកបង្រៀនអញ្ចឹងទៅប្រវន្តាគោរពនមស្ការហើយគង់និមន្តគង់ចាំវស្សាហើយគាត់នឹងប្រកាសថាគាត់នឹងឧបត្ថម្ភដោយបច្ច័យ4ណានីមួយហើយជួនកាលញាតិញោមខ្លះគាត់អាចជួយអីបានគាត់បវារណានឹងឧទាហរណ៍ថាលោកនៅគង់ហ្នឹង20អង្គនៅរៀនសូត្រហ្នឹងគាត់បវារណាហ្មងថាបើលោកម្ចាស់អង្គណាខ្វះខាតដោយជីវរប្រើប្រាស់ផ្ទាល់ខ្លួនសូមមេត្តាមានថេរដីកាប្រាប់ខ្ញុំកណាចោះខ្ញុំកណានឹងចាត់ចែងប្រគេនញាតិញោមខ្លះទៀតគាត់បវារណាអីដែលគាត់អាចគិតថាប្រគេនបានក្នុងរដូវវស្សាហ្នឹងបើលោកម្ចាស់ខ្វះខាតផ្នែកថ្នាំព្យាបាលត្រូវសុខភាពមិនល្អត្រូវព្យាបាលអីប្រាប់ខ្ញុំកណាខ្ញុំណាចាត់ចែងប្រគេនតាមការដែលអាចធ្វើបានអីចឹងទៅខ្លះទៀតក៏គាត់បវារណារឿងអីមួយដែលគាត់ជ្រះថ្លាដើម្បីអីដើម្បីឲ្យលោកនឹងអស់ការរង្គៀសគង់នៅហើយបើយើងយល់ដឹងទាំងអស់គ្នាចឹងទៅវាមិនចាំបាច់លំបាកទេលោកនឹងក៏គោរពតាមធម៌វិន័យទៅគុំដើរសុំគេជាជ្រាបជាច្រប់អីញាតិញោមក៏យល់សុខទុក្ខលោកក៏មិនទៅចាំបាច់ត្អូញត្អែរដែរព្រោះល្មមនៅវត្តមនីរតនារាមហ្នឹងតែងធ្វើអញ្ចឹងជាង10ឆ្នាំហើយឲ្យតែពេលចូលវស្សាហ្នឹងញាតិញោមគាត់មកបវារណាប្រសងគង់ចាំវស្សាញោមខ្លះក៏ថាបើលោកម្ចាស់ដាច់ដាជីវរអីត្រូវការដេអីគាត់ដេប្រគេនឃើញទេអានោះវាជាការស្និទ្ធស្នាលគ្នាដឹងសុខទុក្ខគ្នាអ្នកខ្លះហ្នឹងមិនដែលដឹងសុខទុក្ខលោកម្ដងហ្នឹងតែឃើញដឹងតែរឿងតែមកនឹងអញ្ចឹងបានសង្គមនោះវាជាគៀកគ្នាណាវាដឹងសុខទុក្ខគ្នាទៅវិញទៅមករវាងបព្វជិតហើយនឹងញាតិញោមហ្នឹងហើយដាក់ខ្លួនឲ្យលោកបរៀនដាក់ខ្លួនឲ្យលោកសម្ដែងធម៌ទូលមានអីចឹងនឹងជាទំនៀមដែលវត្តមនីរតនារាមតែងតែធ្វើសែកហ្នឹងក៏ធ្វើអញ្ចឹងទៀតណាដាក់ខ្លួនឃើញខ្ញុំកណាខុសតោះរឿងអីសូមលោកម្ចាស់ដាស់តឿនមកចោះឃើញទេការបវារណាខ្លួនការដាក់មានអ្នកចោះដើម្បីបាននិយាយគ្នាហើយដល់ទៅថ្ងៃ100
អានឹងចាប់ផ្ដើមរាប់ភាសាហ្នឹងប៉ុន្តែបវារណាចូលភាសានៅថ្ងៃ100បាទយើងហៅថាបវារណាប៉ុន្តែធាតុពិតទៅមិនមែនជាការបវារណាទេរឿងចូលភាសាគ្រាន់តែតាំងចិត្តដោយពាក្យថាអ៊ីម៉ាស្ម៉ាំងអាវ៉ាសេអ៊ីម៉ាំងតេមៀសាំងវ៉ាសាំងពេមីអញនឹងតាំងចិត្តកាន់ភាសានៅក្នុងអាវ៉ាសនេះអស់ខែ3បវារណាហ្នឹងវាទល់តែចេញភាសានឹងហៅថាពាក្យថាបវារណាឲ្យត្រូវជំនួសប៉ាដែលមកជំនួសការធ្វើនៅសង្ឃឧបោសថនឹងចឹង